ស្ដីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីសុខភាពប្រចាំថ្ងៃនេះយើងនឹងលើកយកប្រធានបទមួយដែលសាមញ្ញបំផុតប៉ុន្តែមនុស្សភាគច្រើនតែងតែមើលរំលងនោះគឺការគេងតើអ្នកដឹងទេថាការគេងឲ្យបានគ្រប់គ្រាន់អាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានថ្ងៃនេះយើងមានកិត្តិយសជួបជាមួយលោកគីកែវសំរិទ្ធមន្ត្រីសុខាភិបាលនិងជាអ្នកជំនាញសុខភាពសាធារណៈដែលនឹងមកបកស្រាយអំពីអាចកំបាំងនៃការគេងជំរាបសួរលោកបាទជំរាបសួរហើយក៏សួស្ដីដល់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាផងដែរមនុស្សភាគច្រើនគិតថាការគេងគ្រាន់តែជាការសម្រាកពេលអស់កម្លាំងតែតាមពិតទៅការគេងមានសារៈសំខាន់អ្វីខ្លះជាងតួរាងកាយយើងសំណួរល្អណាស់តាមពិតទៅការគេងមិនមែនគ្រាន់តែជាការបិទភ្នែកទេប៉ុន្តែវាជាពេលដែលរាងកាយយើងធ្វើការធ្ងន់បំផុតក្នុងការជួសជុលខ្លួនឯងប្រៀបដូចជាការសាកថ្មទូរស័ព្ទដែរបើយើងសាកមិនពេញប្រើមិនបានយូរទេការគេងគ្រប់គ្រាន់7ទៅ8ម៉ោងជួយពង្រឹងប្រព័ន្ធភាពស៊ាំ immune system ធ្វើឲ្យយើងមិនងាយឈឺបើអ្នកឧស្សាហ៍ផ្ដាសាយអាចមកពីអ្នកគេងមិនបានគ្រប់គ្រាន់ក៏ថាបានដែរអូចំណុចនេះសំខាន់ណាស់ចុះចំពោះខួរក្បាលវិញខ្ញុំសង្កេតឃើញថាបើថ្ងៃណាគេងមិនលក់ថ្ងៃបន្ទាប់អារម្មណ៍មិនល្អសោះត្រឹមត្រូវហើយការគេងជួយដល់ការចងចាំ memory និងការផ្ដោតអារម្មណ៍ focusពេលយើងគេងខួរក្បាលនឹងរៀបចំទុកដាក់ព័ត៌មានដែលយើងបានរៀនពេញមួយថ្ងៃបើគេងមិនគ្រប់យើងនឹងឆាប់ភ្លេចភ្លាំងនិងឆាប់មួម៉ៅតើមានអត្ថប្រយោជន៍អ្វីផ្សេងទៀតដែលយើងមិនសូវចាប់អារម្មណ៍ទេមានច្រើនណាស់ប៉ុន្តែអ្វីដែលស្រីៗចាប់អារម្មណ៍ជាងគេគឺសម្រស់ការគេងគឺជា beauty treatment ដ៏ល្អបំផុតពេលយើងគេងរាងកាយផលិត collagen ជួយឲ្យស្បែកតឹងណែននិងកាត់បន្ថយស្នាមជ្រីជ្រួញម្យ៉ាងទៀតការគេងគ្រប់គ្រាន់ជួយគ្រប់គ្រងទម្ងន់អ្នកដែលគេងតិចរាងកាយនឹងបញ្ចេញអរម៉ូនឃ្លាន ghrelin ធ្វើឲ្យពួកគេឃ្លានអាហារផ្អែមឬខ្លាញ់ច្រើននៅពេលយប់វ៉ាវមិននឹកស្មានថាការគេងជួយឲ្យស្បែកស្អាតនិងមិនធាត់សោះស្ដាប់ឲ្យពិតជាចង់ទៅគេងភ្លាមតែម្ដងប៉ុន្តែចុះចំពោះអ្នកដែលពិបាកគេងវិញតើលោកវេជ្ជបណ្ឌិតមានកលឹះអ្វីខ្លះបាទងាយទេកាត់បន្ថយការប្រើទូរស័ព្ទពន្លឺពណ៌ខៀវពីទូរស័ព្ទធ្វើឲ្យខួរក្បាលគិតថាជាពេលថ្ងៃនាំឲ្យពិបាកគេងគួរឈប់ប្រើ30នាទីមុនចូលគេងបន្ទប់គេងត្រូវងងឹតនិងត្រជាក់បរិយាកាសស្ងប់ស្ងាត់ជួយឲ្យឆាប់លក់ចូលគេងឲ្យទៀងម៉ោងព្យាយាមចូលគេងម៉ោងដដែលជារៀងរាល់ថ្ងៃសូម្បីតែថ្ងៃចុងសប្តាហ៍ពិតជាចំណេះដឹងដ៏មានតម្លៃមែនទែនអរគុណលោកវេជ្ជបណ្ឌិតសម្រាប់ការចែករំលែកនៅថ្ងៃនេះបាទរីករាយណាស់សូមជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនិងគេងលក់ស្រួលនៅយប់នេះបាទរីករាយណាស់សូមជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនិងគេងលក់ស្រួលនៅយប់នេះចាកុំភ្លេចណាអ្នកស្ដាប់ទាំងអស់គ្នាចាប់ផ្ដើមថែសុខភាពដែលផ្ដល់រង្វាន់ឲ្យខ្លួនឯងនៅការគេង7ទៅ8ម៉ោងក្នុងមួយយប់ជួបគ្នានៅភាគក្រោយសូមអរគុណនិងសូមជម្រាបលា